បាទសម្រាប់ឧបសគ្គខ្ញុំសូមអរគុណដល់គណៈកម្មការគាត់រៀបផ្លូវពិតជាពិសេសមែនតើគាត់ប្រាប់ពួកយើងថាលក្ខណៈ overland លក្ខណៈ beginner ដល់ខ្ញុំចូលមកប៉ុណ្ណឹងនេះអូពិតជាសំខាន់មែនតើមានមុជងើបមានផោះទួលមានឈ្មោះដីមានអ្វីគ្រប់រូបជាតិទាំងអស់មកបាទតែក៏សម្រាប់ខ្លះបងមានអស់បានដងដែរហើយបាទសម្រាប់ខ្ញុំយើងធ្វើបានល្អសម្រាប់ការប្រណាំងនៅ6SS នេះគឺយើងមិនមាន TNS ទេហើយយើងទទួលការពិន័យពោលខែ30វិនាទីតែមួយផងទៀតនេះសម្រាប់មកផ្ទាល់បើសិនជានៅក្នុងរដ្ឋការក្រៅទៀតដែលស្ថាប័នសហព័ន្ធកីឡាយើងចូលតែក្នុងមកនឹងក៏ចូលក្នុងកីឡាបាទគឺយើងសន្យាយើងចូលរួមគ្រប់កម្មវិធីទាំងអស់របស់កម្មវិធីដែលមានការរៀបចំពីសហព័ន្ធមានយន្តកម្ពុជាដើម្បីលើកទឹកចិត្តដើម្បីជំរុញវិស័យយានយន្តនៅក្នុងប្រទេសកម្ពុជារបស់យើងបងឃើញថាមកនេះគឺដូចជាថ្មីគាត់វាដៃថ្មីមែនទេបងបាទដៃថ្មីដូចជាមានក្រុមហ៊ុនយើងមានដៃថ្មីមានដៃចាស់មានខ្លះជាតិនិងខ្លះអន្តរជាតិប៉ុន្តែសម្រាប់ខ្ញុំបាទគឺ driver គឺជាលើកដំបូងនៃការប្រកួតរថយន្ត off-road អត់មានថាភ័យបារម្ភអីដោយសារលើកដំបូងហើយយើងមកជួបតាគេហៅថាឧបសគ្គគឺវាលើសពីការរំពឹងទុកចឹងណាហើយយើងក៏រំថាភ័យសម្រាប់ខ្ញុំបាទมันមានអ្វីជាភ័យព្រោះចំណាប់អារម្មណ៍ការស្រឡាញ់គឺគោលដៅយើងដែលមកយើងឃើញផ្លូវយើងឃើញមានចុះដៅយើងមានផាត់តួយើងមានគ្រប់រូបជាតិបែបនេះ C corner អីគឺយើងឃើញយើងពេញចិត្តយើងស្រឡាញ់យើងធ្វើវាគោលដៅតែមួយគត់គឺយើងត្រូវតែទៅមុខដោយការតាំងចិត្តដោយការបុកមកអូខេបងទីចុងក្រោយតើបងមានពាក្យពេចន៍អ្វីដើម្បីថ្លែងអំណរគុណទៅកាន់អ្នកឧបត្ថម្ភនៅក្នុងកម្មវិធីជាពិសេសឧបត្ថម្ភខាងក្រុមរបស់បងស្គាល់ហើយនឹងមានពាក្យពេចន៍អ្វីដើម្បីថ្លែងអំណរគុណទៅកាន់អ្នកជនដែលគាត់បានពេលចូលរួមក្នុងរយៈពេល1ខែបាទសម្រាប់ខ្ញុំបាទគឺអរគុណទៅដល់ខាងมันមានការឧបត្ថម្ភអ្វីទេប៉ុន្តែអរគុណទៅផ្នែកក្រុមពួកខ្ញុំបាទ VKA Racing Team តាំងពីគីមពូលីសតាំងពីកីឡាករតាំងពីអ្វីៗគ្រប់យ៉ាងបាទអ្វីដែលសំខាន់បំផុតគឺពួកខ្ញុំសូមថ្លែងអំណរគុណដល់សហព័ន្ធយានយន្តកម្ពុជាក៏ដូចគ្រប់ក្រុមរថយន្តមហាជនគ្រប់គ្រងដែលគាត់បានរៀបចំកម្មវិធីនេះឡើងហើយឲ្យឃើញរៀបចំមានទីប្រទាញមានភាពរំភើបនិងអរគុណដល់បងប្អូនទស្សនិកជនទាំងអស់គ្នាដែលបានចូលរួមអបអរយើងសម្រាប់ថាមានមនុស្សច្រើនណាស់ចូលរួមក្នុងកម្មវិធីតាមអន្តរជាតិada model jadi model dia kalau hai giờ thứ sáu ada ini juga rồi